ការថតរូបភាពនៅក្នុងទម្រង់ full screen បែបនេះមើលទៅគឺពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែនសូម្បីតែកន្លែងលក់ទូរស័ព្ទក៏ដោយនៅពេលដែលគាត់ធ្វើការបង្ហាញតាក់ទងជាមួយនឹងកាមេរ៉ាភាគច្រើនគឺគាត់តែងតែបើកទម្រង់ full screen បែបហ្នឹងដើម្បីឲ្យគេចាប់អារម្មណ៍ប៉ុន្តែបងប្អូនមួយចំនួនខ្ញុំជឿថាគាត់ប្រហែលជាអត់ដឹងទេថានៅពេលដែលយើងបើកនៅក្នុងទម្រង់ full screen បែបហ្នឹងនៅក្នុងការថតប្រចាំថ្ងៃគឺយើងនឹងទទួលបានកម្រិតបង្ហាញទាបជាងការថតរូបធម្មតាអូខេអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីរបៀបនៅក្នុងការកំណត់វិមាត្រនៅក្នុងការថតរូបក៏ដូចជាបញ្ជាក់ជូនបងប្អូនថាតើការជ្រើសរើសវិមាត្រនៅក្នុងការថតរូបគួរតែជ្រើសរើសទំហំវិមាត្របែបណាដែលល្អជាងគេបំផុតនៅក្នុងការថតរូបបានកាន់តែប្រសើរអូខេអញ្ចឹងដើម្បីធ្វើការកំណត់ទៅលើទំហំវិមាត្រនៃការថតរូបបានយើងគ្រាន់តែចូលទៅកាន់កម្មវិធីកាមេរ៉ារបស់យើងមកបន្ទាប់មកយើងអាចចុចនៅលើកន្លែង setting ណាមួយឬក៏ទូរស័ព្ទមួយចំនួនបងប្អូនអាចអូសពីលើចុះក្រោមបែបនេះនៅលើអេក្រង់កន្លែងរូបភាពរបស់យើងតែម្ដងបន្ទាប់មកវានឹងធ្លាក់វិមាត្រមកឲ្យបង្ហាញឲ្យយើងហើយនៅក្នុងហ្នឹងទូរស័ព្ទដែលខ្ញុំបង្ហាញនេះគឺមានវិមាត្រនៅក្នុងការថតរូបចំនួន4ផ្សេងគ្នាគឺមាន1/1 4/3 16/9និង full អញ្ចឹង full ហ្នឹងឯងជាចំណុចដែលគេចាប់អារម្មណ៍ច្រើនជាងគេຂະຫນាតទាំងអស់ហ្នឹងគឺបង្កើតនៅ resolution ដែលខុសគ្នាផងដែរអញ្ចឹងបងប្អូនប្រហែលជាអាចនឹងគិតថានៅពេលដែល full បែបហ្នឹងវាពេញអេក្រង់បែបហ្នឹងទំហំរូបភាពដែលថតបានប្រកាសជាធំជាងការថតរូបនៅក្នុងຂະຫນាតផ្សេងៗណាស់គាត់ហើយចំពោះបងប្អូនដែលប្រើប្រាស់ជាប្រភេទ iOS ក៏ដូចជា iPhone បងប្អូនក៏អាចធ្វើការកំណត់បានដែរដោយបងប្អូនគ្រាន់តែចូលទៅកាន់កម្មវិធីកាមេរ៉ាទៅហើយនៅលើរូបភាពរបស់យើងនៅលើអេក្រង់ហ្នឹងបងប្អូនអាចអូសវាឡើងលើតិចមកបងប្អូននឹងឃើញຂະຫນាតវិមាត្រ4/3នៅលើហ្នឹងហើយអញ្ចឹងទៅបងប្អូនអាចធ្វើការផ្លាស់ប្ដូរវាទៅជា square ដែលស្មើនឹង1/1ដូចជា16/9គឺមានតែ3កម្រិតហ្នឹងទេអូខេអញ្ចឹងដើម្បីជ្រាបកាន់តែច្បាស់ខ្ញុំនឹងធ្វើការថតរូបភាពចំនួន4សន្លឹកនៅក្នុងវិមាត្រផ្សេងៗគ្នាចេញពីទូរស័ព្ទតែមួយតែម្ដងអញ្ចឹងនៅក្នុងនេះខ្ញុំនឹងធ្វើការថតឥឡូវយើងថតຂະຫນាត1/1មុនសិនគឺຂະຫນាតការ៉េអញ្ចឹងយើងថតមួយសិនហើយបន្ទាប់មកយើងនឹងបដូរទៅ4/3អូខេយើងថតមកប៉ុស្តិ៍ទៀតបន្ទាប់មក16/9បាទហើយទៅចុងក្រោយគឺ fullអូខេអញ្ចឹងឥឡូវគឺយើងទទួលបានរូបភាពទាំង4ហើយអញ្ចឹងគឺយើងនឹងធ្វើការប្រៀបធៀបមើលទៅតាមលទ្ធផលនេះបងប្អូនអាចនឹងសង្កេតឃើញថារូបភាពຂະຫນាត4/3គឺជារូបភាពដែលមាន resolution ឬក៏កម្រិតបង្ហាញខ្ពស់ជាងគេក៏ដូចជាទំហំគិតជា megabyte ធំជាងគេផងដែរក្រៅពីហ្នឹង1/1រៀងតូចតិចទៅ16/9ក៏រៀងតូចដែរហើយ full screen រៀងតូចជាងគេអញ្ចឹងមានន័យថាពេញមិនមែនមានន័យថាធំទេវាគ្រាន់តែល្អមើលប៉ុន្តែគុណភាពគឺធ្លាក់ទាបជាងគេបំផុតឥឡូវខ្ញុំធ្វើការបកស្រាយវិញថាតើមូលហេតុអីបានជាຂະຫນាត4/3គឺជាຂະຫນាតដែលមានកម្រិតបង្ហាញខ្ពស់ជាងគេក៏ដូចជាគុណភាពខ្ពស់ជាងគេຂະຫນាត4/3នេះគឺជាຂະຫນាតដែលគេប្រើប្រាស់នៅលើ sensor camera អញ្ចឹងបើសិនជាទូរស័ព្ទបងប្អូនមានទំហំ12 megapixel ហើយបងប្អូនថតនៅក្នុងຂະຫນាត4/3បែបហ្នឹងគឺបងប្អូនប្រើប្រាស់នៅ resolution ពេញ12 megapixel អញ្ចឹងថតចេញមកគឺ4000 × 3000ស្មើនឹង12លាន pixel ឬក៏យើងហៅថា12 megapixelប៉ុន្តែផ្ទុយទៅវិញនៅពេលដែលបងប្អូនធ្វើការប្រើប្រាស់នៅຂະຫນាត1/1អញ្ចឹងទូរស័ព្ទនឹងធ្វើការប្រើប្រាស់ software នៅក្នុងការកាត់ផ្នែកខាងលើដូចជាផ្នែកខាងក្រោមនៃរូបភាពចេញអញ្ចឹងទៅធ្វើឲ្យរូបភាពមានទំហំ megapixel តូចជាងមុនក៏ដូចជាទំហំ megabyte ទាបជាងមុនដូចគ្នាអញ្ចឹងគុណភាពគឺធ្លាក់ចុះដោយសារកាត់ផ្នែកខាងលើនិងផ្នែកខាងក្រោមប៉ុន្តែផ្ទុយទៅវិញនៅពេលដែលយើងប្រើប្រាស់នៅຂະຫນាត16/9ក៏ដូចជា full វាអត់ធ្វើការកាត់ផ្នែកខាងលើក៏ដូចជាផ្នែកខាងក្រោមទេប៉ុន្តែវាបែរជាកាត់នៅផ្នែកទទឹងនៃ sensor វិញអញ្ចឹងហើយយើងនឹងទទួលបាននៅរូបភាពដែលមើលលើអេក្រង់ជាងធំជាងមុនប៉ុន្តែគុណភាពអត់ធំដូចអ្វីដែលយើងឃើញនឹងភ្នែកនោះទេអញ្ចឹងដើម្បីទទួលបាននៅលទ្ធផលល្អបំផុតនៅពេលដែលបងប្អូនថតរូបកុំភ្លេចជ្រើសរើសនៅຂະຫນាត4/3ដែលជាຂະຫນាតស្តង់ដាររបស់ sensor camera តែម្ដងអញ្ចឹងគឺយើងប្រើប្រាស់អស់ពីលទ្ធភាព sensor តែម្ដងអូខេដូច្នេះអ្វីដែលខ្ញុំចង់បង្ហាញនៅក្នុងវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាតិចនិចមួយនេះអាចផ្ដល់ជាបទពិសោធន៍ល្អៗសម្រាប់បងប្អូនក៏ដូចជាស្វែងយល់បន្ថែមដើម្បីទទួលបាននៅលទ្ធភាពនៃការថតរូបបានកាន់តែប្រសើរចេញពីទូរស័ព្ទរបស់យើងអញ្ចឹងហើយកុំភ្លេចតាមដានមួយខ្ញុំនៅវីដេអូក្រោយទៀត